កាលពីព្រៃនាយមានក្មេងស្រីម្នាក់បានដើរចូលទៅក្នុងហាងរបស់គេទាំងគ្មានលុយក្នុងកាបូបសូម្បីតែម្រៀលពេលនោះបងបានចាប់នាងយកទៅសួរនាំរហូតដល់ដឹងសាច់រឿងបងស្រីមិនចាំយូរលាបប៉ាតរហូតដល់បានសម្រេចបងស្រីក៏នាំយកក្មេងនោះទៅលាងសម្អាតចេញវិញលាបប៉ាតចុងក្រោយលាងចេញវិញដដែលជំហានទី120បងស្រីក៏យកក្មេងនោះមកផ្លុំសម្ងួតសក់ឲ្យស្អាតក្មេងនោះគិតក្នុងចិត្តថាអេយ៉ារីងស្អាតដែរតាក្មេងនោះពេញចិត្តជាខ្លាំងញញឹមបិទមុនចិត្តសក្មេងនោះគិតក្នុងចិត្តថាខ្ញុំគ្មានលុយអីគេផងចេញពីហាងយ៉ាងបាច់រួចតែវាមិនជាបញ្ហាទេព្រោះក្មេងនឹងឆ្លាតណាស់នាងក៏បាននឹកឃើញវិធីសាស្ត្រមួយនាងបានទាញហ្វូនរបស់នាងយកមកដើរថតបន្ទាប់មកនាងក៏យកវីដេអូរបស់នាងយកមករីវីយូម្ចាស់ហាងឃើញហើយក៏ពេញចិត្តក្មេងស្រីនោះក៏បាននិយាយបន្ថែមពីចម្រៃចិត្តដែលនាងខំលាក់ទុក380លានម៉ោងនៅរួចវាមកហើយប្រាប់បងម្ចាស់ហាងថាខ្ញុំពិតជាពេញចិត្តសេវាកម្មនៅហាងរបស់បងជាខ្លាំងមិនថាបរិយាកាសក្នុងហាងមិនថាផ្នែកស្វីសនិងសេវាកម្មដែលនាងបានទទួលក្មេងនោះបាននិយាយថាមកហាងបងស្អាតមកទូខ្លួនហើយបានរូបថតស្អាតទៅផ្ទះពេញផ្ទះទៀតព្រោះមកហាងបងស្អាតមកទូខ្លួនហើយកន្លែងណាក៏ប្លង់ថតរូបស្អាតដែរធ្វើខ្លួនស្អាតថតរូប10 20វីដេអូ30 40 វីដេអូដាក់ផ្ទះទូរស័ព្ទបានខ្ញុំទៅផ្ទះវិញម្ចាស់ហាងក៏បានប្រាប់ទៅក្មេងស្រីនោះវិញថានឹងហើយអូនហាងរបស់បងមិនមែនមានតែផ្នែកសក់ទេបងមានសេវាកម្មច្រើនទៀតមានដូចជាម៉ាស្សាខ្លួនបាញ់ឡាសែជំរុះកោសកាត់ចាស់ម៉ាស្សាមុខធ្វើកញ្ចក់តរោមភ្នែកជាដើមបងស្រីបានបន្ថែមទៀតថាបើអូនមកហាងបងហើយបើអូនមិនស្អាតទេបងមិនខ្ចីឲ្យអូនទៅទេក្មេងស្រីបានតបទៅបងស្រីវិញថាខ្ញុំជឿទុកចិត្តលើហាងបង1000លើ1លាន80%ក្មេងនោះបន្ថែមទៀតថាលើក្រោយពេលដែលខ្ញុំចង់ស្អាតខ្ញុំមិនភ្លេចហាង VC Beauty បាននៅទល់មុខពេទ្យកាឡាម៉ែតយើងនឹងទេបងស្រីឮហើយពិតជាក្តុកក្តួលចង់ស្រក់ទឹកភ្នែកផងអីផងប៉ុន្តែសម្រាប់ចុះសម្រាប់ឡើងគាត់ក៏មិនស្រក់វិញបងស្រីក៏សួរក្មេងនោះថាចុះអូនជួយភេលុយតាមណាដែរក្មេងនោះក៏និយាយថាភេតាមណាក៏អត់បានដែរបងព្រោះខ្ញុំអត់មានលុយផងហ្នឹង